ការសប្បាយចិត្តជាមួយនឹងជីវិតនៃការរស់នៅរបស់ខ្លួនឯងត្រេកអរជាមួយនឹងអ្វីដែលខ្លួនឯងមានប៉ុណ្ណាក៏យើងត្រេកអរប៉ុណ្ណឹងទៅក្នុងការបន្តដំណើរជីវិតរបស់យើងដោយមិនខ្វល់ខ្វាយនឹងរវល់ទាមទារប្រាថ្នាជាមួយនឹងរបស់ដែលអត់ច្រើនពេកវាធ្វើឲ្យជីវិតរបស់យើងហ្នឹងបានសុខស្រួលដែរសេចក្តីសុខវាកើតឡើងពីបន្តិចនឹងឯងក្នុងដំណើរជីវិតណាពេលខ្លះមនុស្សយើងវាចូលចិត្តអញ្ចេះចូលចិត្តត្រង់ថារបស់ឯងមានប៉ុណ្ណេះហើយវាច្រើនមិនសូវចេះត្រេកអរវាចូលចិត្តតែថាទៅទៀមទាទៅត្រេកអរជាមួយនឹងរបស់ដែលអត់ខាងក្រៅដល់ច្រើនព្រោះហេតុដូច្នេះវារកសុខមិនឃើញហើយក៏អត់ចេះពេញចិត្តជាមួយដំណើរជីវិតបានន័យថាឲ្យល្មមសំគួរទៅបើថាប៉ុណ្ណឹងអាចរស់នៅទៅបានប្រើប្រាស់ជីវិតនឹងដោយការចម្រើនទៅដោយកុសលធម៌ទានសិលភាវនាហើយគិតថាវាសប្បាយក្នុងការរស់នៅក៏គួរតែរស់នៅក្នុងជីវិតបែបហ្នឹងទៅព្រោះតែការទៀមទាការប្រាថ្នាច្រើនពេកធ្វើឲ្យមនុស្សហ្នឹងវាបាត់បង់នៅគុណធម៌វាដឹងតែពីបានរៀងខ្លួនហ្នឹងប៉ុន្តែបានហ្នឹងបានមកដើម្បីអីបានមកឲ្យអ្នកណាបើត្រឹមតែមួយរស់ត្រឹមតែមកការប្រើប្រាស់ជីវិតមានសេចក្តីសុខនៅក្នុងសង្គមក្រុមគ្រួសារហ្នឹងប៉ុន្តែដោយច្រើនវាប្រឹងលើសអំពីការរស់នៅរបស់យើងនឹងឯងបានជាមានរឿងរ៉ាវប្រាថ្នាលោភលន់ច្រើនហើយតាំងតែពោលថារកសុខមិនឃើញមួយទៀតទៅសំបីថាសម្រាប់សម្រានក៏អត់លក់ដែរមកជួបញាតិញោមខ្លះគាត់ពោលឡើងអញ្ចឹងថាមិនមែនគាត់ជាអ្នកអត់ទ្រព្យសម្បត្តិអីនោះទេគាត់អាចមានច្រើនទៅប៉ុន្តែបញ្ហាមួយត្រង់ថាសម្រាប់សម្រានមិនលក់ហ្នឹងអាចិត្តហ្នឹងវារវល់ត្រេះរិះរវល់ខ្វល់ខ្វាយរឿងរ៉ាវច្រើនពេកអញ្ចឹងទៅវិធីសាស្ត្រដែលអាត្មាចង់លើកឡើងអំពីរឿងរ៉ាវខ្លះក្នុងដំណើរជីវិតបើថាសម្រានមិនលក់ទេមានវិធីមួយក្នុងការស្ដាប់ធម៌ក៏ស្ដាប់ធម៌មុនការសម្រានការធ្វើសមាធិចិត្តការកំណត់ដឹងនៅខ្យល់ដង្ហើមចេញចូលឬក៏នមស្ការគុណព្រះរតនត្រ័យធ្វើចិត្តរបស់យើងនឹងឲ្យមានសេចក្តីសប្បាយមានសេចក្តីជ្រះថ្លានៅក្នុងគុណរបស់ព្រះរតនត្រ័យអញ្ចឹងទៅវាអត់ច្បងច្បល់នឹងរឿងរ៉ាវផ្សេងក៏ធ្វើឲ្យសម្រានលក់ដែរអាហ្នឹងក៏ជាហេតុថាក្នុងដំណើរជីវិតដែលយើងត្រូវជួបរាល់ថ្ងៃក៏ជាសេចក្តីសុខមួយដែរហ្នឹងយើងប្រើប្រាស់ជីវិតរបស់មនុស្សយើងម្នាក់ពេលខ្លះត្រូវសួរខ្លួនឯងដែរថាការប្រើប្រាស់ជីវិតរបស់យើងម្នាក់ហ្នឹងដើម្បីអីទីបំផុតគឺអីគោលដៅពិតប្រាកដនៃជីវិតតែយើងចង់បានអីបើយើងឧទ្ទិសជីវិតរបស់យើងចំពោះតែលៀបសក្ការៈនោះយើងនឹងខ្វល់ខ្វាយរហូតបើយើងឧទ្ទិសជីវិតរបស់យើងជាមួយនឹងលៀបជុះនោះយើងនឹងត្រូវប្រណាំងប្រជែងជាមួយនឹងអ្នកដទៃរហូតប៉ុន្តែបើយើងឧទ្ទិសជីវិតរបស់យើងនេះក្នុងការប្រើប្រាស់ជីវិតនេះដើម្បីជាសមាបដិបទាដើម្បីជាផ្លូវទៅកាន់ទីរំលត់ទុក្ខដើម្បីជាទីអស់នៅសេចក្តីកង្វល់នោះយើងនឹងសប្បាយចិត្តក្នុងការធ្វើរបស់យើងរីករាយជាមួយនឹងកុសលធម៌អញ្ចឹងការប្រើប្រាស់ជីវិតរបស់មនុស្សយើងម្នាក់ដែលថាតើមនុស្សយើងម្នាក់ទីបំផុតត្រូវការអីឬក៏ម្នាក់ហ្នឹងប្រាថ្នាអីដែរបើយើងសួរអញ្ចឹងណាព្រោះវារកសេចក្តីប្រាថ្នាថាឲ្យមនុស្សយើងចង់បានស្អីឲ្យពិតប្រាកដណាដូចយើងថារបស់នេះដែលយើងមិនទាន់បានពេលដែលបានហើយវានៅរបស់នោះទៀតរបស់នេះរបស់នោះដល់ច្រើនទៅទៀតអញ្ចឹងបានថាតើសេចក្តីប្រាថ្នារបស់មនុស្សយើងម្នាក់ពិតប្រាកដចង់បានអីទទួលស្គាល់ថាយើងចង់មានបច្ច័យលុយកាក់អីអញ្ចឹងទៅរស់នៅជាមួយនឹងក្រុមគ្រួសាររស់នៅបែបមានសេចក្តីសុខអីអញ្ចឹងអានឹងជាចំណែកមួយប៉ុន្តែខ្លាចតែថាវាលើសនឹងទៅទៀតអានឹងហើយគឺជាសេចក្តីទុក្ខដែលវាបន្តិចនឹងឯងដែលយើងមិនបានធ្វើចិត្តរបស់យើងឲ្យបានល្អទៅទៀមទាប្រាថ្នាដល់ច្រើននឹងឯងហើយបើយើងប្រើប្រាស់ជីវិតនៅក្នុងកុសលធម៌គួរតែប្រើឲ្យបានល្អទៅដោយមិនប្រមាទណាហ្នឹងហើយព្រោះការរស់នៅហ្នឹងវាតិចទៅណាព្រោះជីវិតរបស់សត្វទាំងឡាយហ្នឹងប្រៀបដូចជាទឹកស្ទឹងតូចដែលវាតែងតែហួតហែងស្ងួតបន្តិចម្ដងមិនមែនច្រើនទេណាប៉ុន្តែវាត្រូវហួតបន្តិចម្ដងហ្នឹងឯងទីបំផុតទៅក៏ត្រូវលាចាកលោកនេះទៅហើយសល់ពាក្យមួយថាទៅតាមយថាកម្មដំណើរដែលថាភួងហែងទៀមទាប្រាថ្នាត្រូវការទីបំផុតនៅសល់ពាក្យថាយថាកម្មគេទៅណាបុគ្គលអ្នកស្លាប់ហ្នឹងទៅណាអូទៅតាមយថាកម្មរបស់គាត់ហើយចុះយើងទៅណាក៏ជាដំណើរមួយដែលថាទៅតាមយថាកម្មហ្នឹងឯងទៅតាមយថាកម្មអញ្ចឹងត្រៀមរៀបចំជាស្បៀងជារបស់ដែលយើងត្រូវប្រើប្រាស់នឹងទៅទៀតហើយបើតន់សាសនាទៅទៀតក៏ប្រើប្រាស់ជីវិតហ្នឹងក្នុងការប្រព្រឹត្តបដិបត្តិធម៌ផងកុំឲ្យថាបើយើងចង់រកខ្លួនឯងឲ្យឃើញពិតប្រាកដថាជាអ្នកណាប្រាថ្នាអ្វីទៀមទាអ្វីឬក៏ចង់បានអ្វីហ្នឹងកុំភ្លេចស្ដាប់ធម៌រៀបបដិបត្តិធម៌នៅក្នុងដំណើរហ្នឹងទៅយើងនឹងដឹងថាស្គាល់ខ្លួនឯងឬក៏ចេះស្វែងរកសេចក្តីសុខឲ្យខ្លួនឯងបើយើងប្រើប្រាស់ជីវិតឬក៏មានជីវិតកុំទៅឆ្ងាយពីធម៌ព្រោះកាលណាបើឆ្ងាយពីធម៌ចិត្តយើងនឹងរហែងចិត្តយើងនឹង
ខ្វះខាតជានិច្ចចិត្តយើងអត់ចេះគ្រប់អត់ចេះព្រមល្មមអត់ចេះទទួលស្គាល់ការពិតទេព្រោះតែប្រាជ្ញាធម៌អានេះជានិច្ចអញ្ចឹងជាប្រកាន់អាកាសជាការពោលទៅដោយចំណែករីរងប៉ុន្តែជាកតេអប់រំមួយសម្រាប់ដំណើរជីវិតប្រចាំថ្ងៃរបស់យើងរស់នៅក្នុងសភាពជាបច្ចុប្បន្នហើយរៀនចេះព្រមចេះល្មមជាមួយនឹងរបស់ដែលខ្លួនឯងមានមិនទៀមទាមិនប្រាថ្នាជាមួយនឹងរបស់ដែលអត់វិញឆ្ងាយនេះមិនអីមិននេះបើស្គាល់វាជែងស្អីមកអស់ដល់ហើយនេះ3នាក់ឯងនេះដាក់ចានឆ្នាំងមកអស់ហើយញ៉ោជ្រក់ឲ្យមើលដុកត្រីឲ្យមើលទឹកដៃនេះបាយបុកជូរបន្លែប្លុកនេះត្រីយកទៅណាអស់ត្រីកុំយក